រដ្ឋាភិបាលได้ស្លាប់ប្រពន្ធរបស់ធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ4នៅក្នុងស្រុកព្រៃនប់បរិជាប្តីបានស្លាប់និងប្រពន្ធបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តកុងតឺន័រនិងរថយន្ត Visto នៅលើផ្លូវជាតិលេខ4ចន្លោះបង្គោលគីឡូម៉ែត្រលេខ187-188ស្ថិតនៅក្នុងភូមិទួលតតឹង2ឃុំទួលតតឹងស្រុកព្រៃនប់ខេត្តព្រះសីហនុវេលាម៉ោង 7:10 យប់ថ្ងៃទី16 ខែមិថុនាឆ្នាំ2025មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Kia Visto ពណ៌សដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុបើកបរដោយឈ្មោះថាអរុណរស្មីភេទប្រុសអាយុ32ឆ្នាំមុខរបរជាជាងជួសជុលរថយន្តមានទីលំនៅនៅក្នុងភូមិសំរងកណ្ដាលឃុំសំរងស្រុកព្រៃនប់ខេត្តព្រះសីហនុនិងអ្នករួមដំណើរមួយនាក់ឈ្មោះថាដួងសំណៃភេទស្រីអាយុ32ឆ្នាំមានទីលំនៅនៅក្នុងភូមិអ៊ុងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុអ្នកទាំងពីរអ្នកជាប្តីប្រពន្ធនឹងគ្នាលុះមកដល់ចំណុចខាងលើស្ថានភាពផ្លូវលើស្ពានរួចក៏បានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួនបានចូលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Mitsubishi Fuso ពណ៌ខៀវលឿងដែលមានទិសដៅផ្ទុយគ្នានិងបានបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេបានបុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យស្លាប់ចំនួន1នាក់និងរងរបួសមនុស្សចំនួន1នាក់ឈ្មោះថារុនរស្មីភេទប្រុសអ្នកបើកបររថយន្តម៉ាក Visto ស្លាប់នៅនឹងកន្លែងកាត់ហេតុនិងទី2ឈ្មោះដួងសំណៃភេទស្រីអ្នករួមដំណើរក្នុងរថយន្តម៉ាក Visto រងរបួសធ្ងន់បច្ចុប្បន្ននេះសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនលីកំឌីឃុំវាលរិញរីឯវត្ថុតាំងរថយន្តត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោយឡែកអ្នកបើកបររថយន្តម៉ាក Mitsubishi Fuso បានរត់គេចខ្លួនបាត់ក្រោយពេលដែលសមត្ថកិច្ចជំនាញទៅដល់កន្លែងកាត់ហេតុនេះខ្ញុំវិគីពី Big News